ចាថ្ងៃនេះខ្ញុំបានទៅលេងបងស្រីស្គាល់គ្នាហើយគាត់បាននាំយើងដើរលេងក្បែរផ្ទះគាត់ហើយពួកយើងបានអង្គុយលេងជជែកគ្នាលេងរយៈពេល3-4ម៉ោងនិយាយរួមទៅមានភាពសប្បាយរីករាយមែនតើបងប្អូនតោះទៅតាមដានទស្សនាវីដេអូទាំងអស់គ្នាចាហើយនេះគឺជាដើមផ្កាតិចតួចសម្រាប់ខ្ញុំទិញជូនគាត់ដោយសារឥឡូវហ្នឹងចូលរដូវផ្ការីកចឹងណាបងប្អូនចឹងគាត់អាចដាក់នៅខាងក្រោយសួនគាត់ចឹងទៅមានភាពស្រស់ស្អាតពេលដែលគាត់អង្គុយលេងឬក៏ពេលដែលគាត់ញ៉ាំកាហ្វេញ៉ាំអីពេលព្រឹកចឹងណាមានភាពស្រស់ស្រាយហើយជាទម្លាប់ខ្ញុំឲ្យបងប្អូនទៅណាក៏ដោយមិនដែរទឹកដៃទៅទេជនជាតិហោឡង់តែងតែមាននេះមាននោះអីចឹងណាបងប្អូនទម្លាប់ហោឡង់ណាតែងតែមានជាពិសេសគឺបាច់ផ្កាចាអត់បានទេតែគ្រាន់ថាដោយមនុស្សដែរបងប្អូនបើយើងគិតថាជាទម្លាប់ទម្លាប់ខ្មែរយើងមានជាម្ហូបនំចំណីអីចឹងណាចាហ្នឹងគឺទម្លាប់ខ្មែរយើងបើចាំតែបាច់ផ្កាក៏បានដែរចាខ្ញុំបានមកដល់ផ្ទះគាត់ហើយបងប្អូនហើយបន្ទាប់ពីញ៉ាំតែញ៉ាំកាហ្វេហើយពួកយើងបានជជែកគ្នាលេងហើយគាត់ក៏បាននាំពួកយើងមកលេងសួនសត្វបងប្អូនចាដោយសារក្មេងៗជាពិសេសអូនសូហ្វីយ៉ាងហ្នឹងហ្មងចង់មកលេងនៅសួនសត្វអញ្ចឹងគាត់នាំយើងដើរមកលេងអញ្ចឹងបងប្អូនហើយខ្ញុំបានថតរូបគាត់ទេដោយសារយើងគោរពឯកជនភាពរបស់គេបងប្អូនចាហើយនៅសួនសត្វហ្នឹងមានសត្វគោធំ2ក្បាលហើយមានសត្វប៉ប៉ែមានហើយឥឡូវនេះប្តីខ្ញុំនិងកូននឹងធាក់កង់បងប្អូនធាក់កង់ហ្នឹងទៅមើលប៉ប៉ាធាក់កង់ខ្ញុំភ័យខ្លាចតបាក់ឯបងប្អូនប្តីខ្ញុំគាត់គីឡូធ្ងន់ណាហើយមកគាត់អង្គុយធាក់យកបងប្អូនមុនហ្នឹងធាក់លឿនណាអូយប្តីខ្ញុំចាហើយប្រពន្ធនេះភ័យណាចាហើយកូនក្មេងនេះកាន់ពោះជ័របងប្អូនចាឥឡូវគាត់ជួនយើងត្រឡប់ទៅផ្ទះវិញហើយនៅដើរតាមផ្លូវក្បែរផ្ទះគាត់ហ្នឹងគេមានដាក់ទូសភៅបែបនេះបងប្អូនហើយនឹងគេមានរបស់អីដែលគេអត់ត្រូវការប្រើប្រាស់ចឹងគេយកមកទុកនៅហ្នឹងណាបងប្អូនណាត្រូវការក៏អាចយកទៅបានហើយជាពិសេសសភៅអីហ្នឹងចាអាចយកទៅអានបានអានហើយយកមកទុកវិញក៏បានចង់យកទៅក៏បានចាចំណាយពេលជាមួយបងស្រីឡើង4ម៉ោងនៅផ្ទះគាត់ហើយគាត់ទទួលពួកយើងយ៉ាងកក់ក្ដៅបងប្អូនហើយជជែកគ្នាលេងមានភាពសប្បាយរីករាយមែនតើហើយចាឥឡូវនេះគឺខ្ញុំបើកឡានមកវិញហ្នឹងម៉ោង7ជាងឥឡូវតែជជែកគ្នាបងប្អូនចាហើយអត់ដឹងថាពេលវេលាកន្លងផុតទៅយ៉ាងលឿនទេចាហើយបន្ទាប់មកបើកឡានត្រឡប់មកផ្ទះវិញប្តីខ្ញុំគាត់ថាអូខេគាត់ចង់ញ៉ាំម្ហូបចិនអញ្ចឹងទៅក៏គាត់នាំមកញ៉ាំអីនៅហាងចិនអញ្ចឹងណាបងប្អូនចាវីដេអូគ្រួសាររបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ